សង្គមស៊ីវិលថាការចាប់ខ្លួនយុវជនដែលប្រៀបធៀបលោកហ៊ុនសែនទៅនឹងអតីតមេដឹកនាំប្រទេសហ្វីលីពីនគឺជាការរំលោភសិទ្ធិមនុស្សឪពុកនិងកូននាយករដ្ឋមន្ត្រីបន្តគាំទ្រលោកលីយ៉ុងផាត់បើទោះបីជាអាមេរិកដាក់ទណ្ឌកម្មអង្គការរូបនេះពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សនិងឆបោកតាមប្រព័ន្ធអនឡាញប្រជាប្រដ្ឋថាកូនចៅរបស់មេឃុំកំពង់ស្រឡៅ2កំពុងកាប់ឈើយកទៅលក់នៅប្រទេសឡាវប្រវត្តិពិស្ដាររបស់អភិបាលរងរាជធានីភ្នំពេញលោកឃ្លាំងហួតដែលរងការចោទប្រកាន់ថាជាអ្នករៀបចំគម្រោងសម្រាប់លោកលឹមកំយ៉ាតាមបញ្ជារបស់លោកហ៊ុនសែនរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទយ៉ងច័ន្ទតារាសូមជូនព័ត៌មានទាំងនេះពិស្ដាបាទលោកនាងជាទីមេត្រីមន្ត្រីអង្គការសង្គមស៊ីវិលនិងយុវជនចាត់ទុកការចាប់ខ្លួនយុវជនមួយរូបរឿងបញ្ចេញមតិពាក់ព័ន្ធទៅនឹងការប្រៀបធៀបលោកហ៊ុនសែនទៅនឹងអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte គឺជាអំពើខុសច្បាប់បាទការលើកឡើងបែបនេះគឺបន្ទាប់ពីព្រះអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញលោកសេងហៀងបានបញ្ជាឲ្យសមត្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួនយុវជនម្នាក់ឈ្មោះលោកអូវីដេតាមការចង់បានរបស់លោកហ៊ុនសែនបាទលោកជាតិចំណានរាយការណ៍ព័ត៌មាននេះពិស្ដាជូនលោកនាងមន្ត្រីអង្គការសង្គមស៊ីវិលនិងយុវជនហួសចិត្តដល់តុលាការចាប់ខ្លួនពលរដ្ឋដែលគ្រាន់តែបញ្ចេញមតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញដោយគ្មានភស្តុតាងដាក់បន្ទុកអនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លីនិងទុនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកយិនមេងលីប្រាប់វិទ្យុអស៊ីសេរីនៅថ្ងៃទី15ខែមីនាថាការចាប់ខ្លួនយុវជនឈ្មោះលោកអូវីដេនេះគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពីព្រោះយុវជនរូបនេះមិនបានប្រព្រឹត្តខុសច្បាប់នោះទេហើយពលរដ្ឋមានសិទ្ធិបញ្ចេញមតិទៅលើអ្វីដែលខ្លួនយល់ឃើញលោកក៏សម្គាល់ឃើញថាសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋបច្ចុប្បន្នរងការរឹតបន្តឹងនិងការគំរាមកំហែងដែលផ្ទុយពីច្បាប់របស់រដ្ឋធម្មនុញ្ញមើលឃើញថាការបញ្ចេញមតិនេះមានការលំបាកព្រោះការបញ្ចេញមតិនេះមិនអាចបញ្ចេញមតិបានគ្រប់បញ្ហាទាំងអស់ទេការបញ្ចេញមតិនេះបានដោយអន្លើការបញ្ចេញមតិនេះអាចធ្វើការរិះគន់មិនអាចធ្វើការប៉ះពាល់ទៅដល់មន្ត្រីសាធារណៈបានទេអញ្ចឹងគឺឃើញថាវាមានការចង្អៀតនៅក្នុងការបញ្ចេញមតិហ្នឹងអញ្ចឹងហើយបានតែខ្ញុំលើកថាសូមឲ្យមានការបើកលំហថែមទៀតព្រោះមន្ត្រីសាធារណៈជាមិនផុតទេដោយឡែកប្រធានគណៈកម្មការនយោបាយនៃចលនាប្រជាធិបតេយ្យរួបរวมជាតិប្រចាំប្រទេសកូរ៉េខាងត្បូងលោកម៉ាត់វ៉ានីយល់ឃើញថាប្រសិនបើលោកហ៊ុនសែនមិនចង់ឲ្យពលរដ្ឋរិះគន់លោកគួរតែស្ដារសិទ្ធិមនុស្សឡើងវិញនិងទទួលខុសត្រូវចំពោះមុខច្បាប់នៅអ្វីដែលលោកហ៊ុនសែនបានប្រព្រឹត្តខុសច្បាប់លោកបន្តថាលោកហ៊ុនសែនអាចកំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារតែការប្រព្រឹត្តទង្វើអក្រិតកម្មកັບសម្រាប់ខ្មែរគ្នាឯងដូច្នេះបានជាលោកចាប់អ្នករិះគន់លោកដាក់ពន្ធនាគារជំងឺរបស់គាត់គឺជាជំងឺដែលដល់ដំណាក់កាលចុងក្រោយហើយអាជំងឺគេហៅថាផ្ដាច់ការហួសហេតុណាមើលផ្ដាច់ការហួសហេតុហើយអំណាចគាត់នឹងវាខ្លាំងក្លាដូចថានៅក្នុងប្រទេសមួយដែលគាត់នឹងស្ទើរតែធំគ្មានអ្នកណាដល់ម្ល៉េះហើយអត់មានអ្នកណាទប់ស្កាត់អត់មានអ្នកណាផ្ដល់យោបល់ឲ្យគាត់ទៀតដែលធ្វើឲ្យអ្វីចំណាស់របស់គាត់នឹងផងហើយនឹងអំណាចផ្ដាច់ការហួសហេតុនឹងផងដែលធ្វើឲ្យគាត់មិនអាចនឹងគ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងបានទេប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិលនិងយុវជននេះគឺធ្វើឡើងក្រោយពេលដែលព្រះអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញលោកសេងហៀងកាលពីថ្ងៃទី13ខែមីនាបានចេញទៅការចាប់ខ្លួននិងចោទប្រកាន់យុវជនឈ្មោះលោកអូវីដេពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមការចេញទៅការពីតុលាការនេះគឺដោយសារតែប្រធានព្រឹទ្ធសភាលោកហ៊ុនសែនថ្លែងទាំងកំហឹងក្នុងពិធីសារភោជនាអាហារសាមគ្គីនៃគ្រួសារសមាគមអង្គការកម្ពុជាកាលពីល្ងាចថ្ងៃទី14ខែមីនាដែលបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនយុវជនម្នាក់ឈ្មោះលោកអូវីដេពីខេត្តបាត់ដំបងយកមករាជធានីភ្នំពេញក្រុមហេតុផលថាយុវជនរូបនោះចូលទៅបញ្ចេញមតិក្នុងសង្គម Facebook ប្រៀបធៀបលោកទៅនឹងអតីតមេដឹកនាំហ្វីលីពីនលោក Rodrigo Duterte ដែលត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិចាប់ខ្លួនយកទៅកាត់ទោសលើសពីនេះលោកហ៊ុនសែនក៏គំរាមបង្ក្រាបលើអ្នកណាដែលហ៊ានចេញមុខរិះគន់លោកផងដែរហើយអានៅបាត់ដំបងវាយខ្នោះពីម្សិលព្រឹកមិញដឹកមកពេញមិនឲ្យចូលខមមិនថាបន្តិចទៀតដល់អញត្រូវចាប់ឲ្យយកមកសួរចាប់ឲ្យមកសួរហើយកុំលពឹសដៃក្នុង Facebook ឲ្យកុំលពឹសដៃហ៊ុនសែនដោះអ្នកណាមិនដឹងទេតែហ៊ុនសែនចង់នាយករដ្ឋមន្ត្រីបញ្ជាឬមិនបញ្ជាខ្ញុំមិនដឹងប៉ុន្តែសមត្ថកិច្ចគេត្រូវធ្វើរឿងដូចតទេវារឿងដូចតទេតែហ៊ុនសែនមិនមែនដូចតទេទេកាលពីថ្ងៃទី12ខែមីនាយុវជនលោកអូវីដេបានប្រើប្រាស់គណនី Facebook របស់ខ្លួនចូលទៅបញ្ចេញមតិក្នុងវីដេអូមួយដែលសកម្មជនបកប្រឆាំងលោកផុនផាណាបានផុសបង្ហាញពីសកម្មភាពចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោកដូចទេបញ្ជូនតាមយន្តហោះដើម្បីយកទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសនិងរូបលោកហ៊ុនសែនដោយដាក់ចំណងជើងថាចិត្តដល់វេនលោកហ៊ុនសែនហើយក្រោយមកយុវជនរូបនោះបានចូលទៅបញ្ចេញមតិថាប្រសិនដល់វេនលោកហ៊ុនសែនវិញនោះលោកនឹងជប់លៀងចំនួន3យប់3ថ្ងៃក្រោយការចាប់ខ្លួនយុវជនរូបនេះបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញសាលាដំបងរាជធានីភ្នំពេញនឹងបន្តនីតិវិធីនៅថ្ងៃទី16ខែមីនាខាងមុខវិទ្យុអស៊ីសេរីបានអាចតាក់ទងស្នងការនគរបាលរាជធានីភ្នំពេញលោកជួននរិនដើម្បីបកស្រាយជុំវិញការចាប់ខ្លួនលោកអូវីដេនេះបាននៅឡើយទេនៅថ្ងៃទី15ខែមីនាជុំវិញរឿងនេះអ្នកអធិប្បាយនយោបាយលោកកឹមសុខមានប្រសាសន៍ថាលោកហ៊ុនសែនជាអតីតកម្មាភិបាលខ្មែរក្រហមដូច្នេះលោកមិនចង់ឲ្យពលរដ្ឋរិះគន់ឬប្រៀបធៀបលោកទៅនឹងមេដឹកនាំផ្ដាច់ការនោះទេលោកបន្តថាបើទោះបីជាលោកហ៊ុនសែនបង្កើនការចាប់ខ្លួនអ្នករិះគន់ដាក់ពន្ធនាគារដើម្បីបំបិទសម្លេងអ្នករិះគន់ក្តីក៏លោកហ៊ុនសែន
នៅតែជាប់ឈ្មោះជាមេដឹកនាំអាក្រក់និងផ្ដាច់ការក្នុងប្រវត្តិសាស្ត្រ អាចនិយាយថាលោកហ៊ុនសែនកំពុងតែមានជំងឺផ្លូវចិត្តព្យាបាលមិនជាដោយសារតែគាត់ក៏ទទួលស្គាល់ដែរទៅហើយតាមរយៈសម្លេងសង្កត់ធ្ងន់របស់គាត់ថាប្រជាពលរដ្ឋទូទាំងប្រទេសទំនងជាសប្បាយចិត្តខ្លាំងណាស់ប្រសិនបើគាត់ក្រុមគ្រួសាររបស់គាត់ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិចោទប្រកាន់ជាឧទាហរណ៍ក្នុងអក្រិតកម្មសង្គ្រាមឬក៏អក្រិតកម្មប្រឆាំងមនុស្សជាតិយកទៅកាត់ទោស អ្នកខ្លំមើលសង្គមយល់ឃើញថាការបញ្ជាឲ្យចាប់ខ្លួនមនុស្សតាមទំនឹងចិត្តរបស់លោកហ៊ុនសែននេះអាចជាករណីមួយទៀតដែលពលរដ្ឋខ្មែរអាចនាំគ្នាប្រមូលភស្តុតាងប្តឹងលោកហ៊ុនសែនទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីព្រោះអតីតកម្មាភិបាលខ្មែរក្រហមរូបនេះបានប្រព្រឹត្តអំពើអក្រិតកម្មជាច្រើនដោយនៅក្នុងនោះមានផែនការក5របស់វៀតណាមដែលដឹកនាំអនុវត្តដោយលោកហ៊ុនសែនកាលពីឆ្នាំ1985ដល់ឆ្នាំ1989ដែលបណ្ដាលឲ្យបុរសខ្មែរពេញកម្លាំងជាង 20,000 នាក់បាត់បង់ជីវិតខ្ញុំបាទជាចំណាន Visual Society ប្រធានាទី Washington លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីអះអាងថាសហរដ្ឋអាមេរិកបន្តគាំទ្រអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាការលើកឡើងបែបនេះគឺក្រោយពីលោកបានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី14ខែមីនាក៏ប៉ុន្តែលោកហ៊ុនសែនបានខឹងច្រឡោតនឹងទស្សនកិច្ចរបស់លោកសំរងស៊ីនេះដោយលោកបានប្រកាសយកទូតនីតិរបស់កម្ពុជាក្នុងក្របខ័ណ្ឌអាស៊ានរារាំងអាមេរិកប្រសិនបើអាមេរិកមានទំនាក់ទំនងល្អកកជាមួយនឹងរដ្ឋាភិបាលកូនប្រុសរបស់លោកបាទលោកច័ន្ទដារ៉ូរាយការណ៍ពីស្ដារជូនលោកអ្នកនាងប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីបង្ហោះសារនៅលើ Facebook របស់លោកថាលោកនិងសហការីបានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់លោកប្រធានាធិបតីដូណាល់ត្រាំនៅក្រសួងការបរទេសអាមេរិកនៅថ្ងៃទី14ខែមីនាក្នុងគោលបំណងដើម្បីស្ដារប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការប្រយុទ្ធប្រឆាំងនឹងការជួញដូរឧក្រិដ្ឋកម្មឆបបោករបស់ប្រទេសចិននៅកម្ពុជាលោកសំរងស៊ីអះអាងថានៅក្នុងជំនួបនោះលោកបានស្នើឲ្យសហរដ្ឋអាមេរិកបន្តផ្ដល់ជំនួយដល់អង្គការសង្គមស៊ីវិលដែលតស៊ូដើម្បីប្រជាធិបតេយ្យនៅកម្ពុជាហើយលោកថាអ្នកទទួលខុសត្រូវអាមេរិកបានកោតសរសើរនិងបញ្ជាក់ជំហរថាអាមេរិកនឹងជួយដោយមិនបំភ្លេចអ្នកតស៊ូនៅកម្ពុជាក្នុងបុព្វហេតុប្រជាធិបតេយ្យនោះទេអ្នកទទួលខុសត្រូវដោយសហរដ្ឋអាមេរិកគេមិនភ្លេចប្រទេសកម្ពុជាទេគេដឹងថាអ្នកតស៊ូនៅសង្គ្រាមដើម្បីលទ្ធិប្រជាធិបតេយ្យគឺខ្លាំងណាស់ហើយគេគោរពហើយគេនឹងរកធ្វើឲ្យបន្តលើកទឹកចិត្តពួកយើងនៅប្រទេសកម្ពុជាទន្ទឹមនឹងនេះលោកសំរងស៊ីបញ្ជាក់ថាបញ្ហាធំចំនួន2នៅប្រទេសកម្ពុជាក្រោមអំណាចគ្រួសារត្រកូលហ៊ុនដែលបង្កឡើងកន្លងទៅបានធ្វើឲ្យសហរដ្ឋអាមេរិកព្រួយបារម្ភគឺបញ្ហាទី1បើកដៃឲ្យចិនកុម្មុយនីបើកមូលដ្ឋានសឹកនៅកំពង់ផែរៀមខេត្តព្រះសីហនុនិងកំពង់ផែតារាសាគរខេត្តកោះកុងដោយអាមេរិកមិនជឿលើការអះអាងរបស់លោកហ៊ុនសែនកន្លងមកទេបញ្ហាទី2អាមេរិកបារម្ភពីជនអ៊ុក្រិតបើកបនលបែងលាងលុយកខ្វក់ឆោបបោកតាមអនឡាញនៅកម្ពុជាដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសទាំងអស់នៅលើពិភពលោកជាពិសេសផលប្រយោជន៍អាមេរិកតែម្ដងមេបកប្រឆាំងរូបនេះបន្ថែមថាអាមេរិកមិនប្រងើយកន្តើយរឿងនេះឡើយទស្សនកិច្ចរបស់យើងបោករដ្ឋធានី Washington នេះគឺប្រកបដោយជោគជ័យធ្វើឲ្យសហរដ្ឋអាមេរិកយល់កាន់តែច្បាស់អំពីអំពើអាក្រក់អ្វីដែលគ្រោះថ្នាក់ដែលហ៊ុនសែននាំមកសម្រាប់ពិភពលោកទាំងមូលជាពិសេសសម្រាប់លោកសេរីនិងសហរដ្ឋអាមេរិកតែម្ដងតែទាំងរឿងនេះឪពុកលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលជាមេបកកណ្ដាលអំណាចនិងជាប្រមុខរដ្ឋស្ដីទីគឺលោកហ៊ុនសែននិយាយឆ្កាដៃនៅលើវេទិកាហាក់ខឹងសម្បានឹងលោកសំរងស៊ីទៅជួបជាមួយមន្ត្រីការបរទេសអាមេរិកថ្លែងក្នុងពិធីជួបជាមួយសមាគមអង្គការកម្ពុជានៅល្ងាចថ្ងៃទី14ខែមីនាលោកហ៊ុនសែនមិនពេញចិត្តចំពោះមេបកប្រឆាំងលោកសំរងស៊ីថាធ្លាប់រិះគន់លោកដូណាល់ត្រាំក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅអាមេរិកតែលោកសំរងស៊ីបែរធ្វើដំណើរទៅអាមេរិកនិងស្នើឲ្យរដ្ឋាភិបាលអាមេរិកដាក់គំនាបមកលើកម្ពុជាលោកហ៊ុនសែនមិនលាក់លៀមទេប្រកាសជាសាធារណៈយកក្របខ័ណ្ឌអាស៊ានធ្វើជាខែលបញ្ជាទណ្ឌកម្មពីអាមេរិកដោយលោកថាប្រសិនបើកម្ពុជានិងអាមេរិកមិនត្រូវគ្នាទេកម្ពុជានឹងធ្វើឲ្យដំណើរការសម្របសម្រួលអាស៊ានអាមេរិកជាប់គាំងនៅពេលខាងមុខដែរកុំសង្ឃឹមលើការនេះកុំណែកុំសង្ឃឹមថ្ងៃណាក៏ព្រួលថ្ងៃណាក៏ព្រួលហើយខ្ញុំស្ងល់ចេះតែណែឯងទៅអាមេរិកទៅរួចណែឯងតិចទៀតដូណាល់ត្រាំជាចំហក្នុងពេលយុទ្ធនាការបោះឆ្នោតឥឡូវណែឯងកំពុងទៅពឹងប្រទេសអាមេរិកដើម្បីនឹងដាក់គៀបសង្កត់នៅកម្ពុជាអាមេរិកកម្ពុជាកំពុងធ្វើជាអ្នកសម្របសម្រួលរវាងអាស៊ាននិងអាមេរិកអ្នកត្រូវយល់អំពីបញ្ហានេះទេតើអ្នកល្ងងពិតឬក៏ធ្វើជាល្ងងប៉ុន្តែរឿងបែបនេះគឺពិតជាល្ងងហើយតែទើងរឿងនេះប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលីលោកសឹងសានករណាមានប្រសាសន៍ថាអ្វីដែលលោកសំរងស៊ីបានជជែកជាមួយមន្ត្រីការបរទេសអាមេរិកអំពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែលកំពុងធ្លាក់ចុះក្រោមការដឹកនាំរដ្ឋាភិបាលត្រកូលហ៊ុនគឺជារឿងពិតជាក់ស្ដែងដែលបានកើតឡើងនៅកម្ពុជាលោកជឿថាសកម្មភាពការទូតនេះអាចជាព័ត៌មានសម្រាប់អាមេរិកពិចារណាមុនចាត់វិធានការជួយស្ដារប្រជាធិបតេយ្យឡើងវិញ
លោកសឹងសែនករណាមើលឃើញថាមូលហេតុដែលលោកហ៊ុនសែនប្រតិកម្មនឹងលោកសំរងស៊ីទៅជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកនោះទំនងលោកហ៊ុនសែនព្រួយបារម្ភខ្លាចរដ្ឋបាលលោកដូណាល់ត្រាំដាក់ទណ្ឌកម្មការទូតនិងមន្ត្រីជាន់ខ្ពស់កម្ពុជាបន្ថែមទៀតពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សក្នុងកលៈទេសៈដែលកំពុងតែស្ថានភាពធ្លាក់ចុះនៅស្ថានភាពធ្ងន់ធ្ងរបែបហ្នឹងក៏បីមានការពិនិត្យមើលទៅលើទង្វើដែលកំពុងកើតមានឡើងឲ្យបានច្បាស់លាស់ហើយឲ្យបានត្រឹមត្រូវទៅហើយធ្វើការកែលម្អអំពីការដឹកនាំរបស់ខ្លួនដែលមិនត្រឹមត្រូវហ្នឹងងាកមកឲ្យគេអាចទទួលស្គាល់គេអាចទទួលយកបានអនុវត្តនៅគោលការណ៍ប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវគោរពសិទ្ធិមនុស្សអីទាំងអស់ហ្នឹងអានឹងជារឿងដែលធ្វើឲ្យសហរដ្ឋអាមេរិកគេអាចទទួលយកបានក៏ដូចជាបណ្ដាប្រទេសលោកសេរីផ្សេងៗទៀតដែលគេកំពុងសម្លឹងមើលហ្នឹងគេអាចជឿជាក់មកវិញមន្ត្រីសិទ្ធិមនុស្សនិងគណៈបកប្រឆាំងបញ្ជាក់ថាប្រសិនបើរដ្ឋាភិបាលត្រកូលហ៊ុននៅតែមិនព្រមងាកមើលដោះស្រាយបញ្ហានយោបាយប្រជាធិបតេយ្យបញ្ហារំលោភសិទ្ធិមនុស្សរឿងឧក្រិដ្ឋកម្មជួញដូរមនុស្សការឆបោកតាមអនឡាញនិងបង្ហាញដំណាភាពអំពីមូលដ្ឋានទ័ពជើងទឹករៀមដើម្បីឲ្យសហគមន៍អន្តរជាតិជឿទុកចិត្តបានទេនោះកម្ពុជានៅតែមានឈ្មោះអាប់អោននៅលើឆាកអន្តរជាតិហើយរដ្ឋាភិបាលកម្ពុជានឹងរងសម្ពាធសេដ្ឋកិច្ចនយោបាយនិងសម្ពាធការទូតពីប្រទេសលោកសេរីជាពិសេសសហរដ្ឋអាមេរិកតែម្ដងខ្ញុំច័ន្ទដារ៉ូវិទ្យុអាស៊ីសេរីលោកអ្នកនាងជាទីមេត្រីក្រៅពីការតាមដានកម្មវិធីផ្សាយរបស់ Vuthu Azizi Serai នៅតាមបណ្ដាញសង្គម Facebook, YouTube និង Telegram លោកអ្នកនាងក៏អាចតាមដានកម្មវិធីផ្សាយរបស់យើងនៅតាមរយៈបណ្ដាញ Instagram បានដែរតាមរយៈតំណ link ដែលមានអាសយដ្ឋាន www.instagram.com/rfa ខ្មែរអាស៊ីសេរីបន្តខិតខំផ្សព្វផ្សាយព័ត៌មានពិតទៅកាន់បងប្អូនតាមរយៈបណ្ដាញសង្គមផ្សេងៗនិងសម្បូរបែបដើម្បីឲ្យលោកអ្នកនាងងាយស្រួលតាមដានកម្មវិធីផ្សាយរបស់អាស៊ីសេរីគ្រប់ពេលវេលានិងគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទរបស់លោកអ្នកនាងបាទសូមអរគុណបាទលោកអ្នកនាងជាទីមេត្រីប្រធានប្រសិទ្ធិកម្ពុជាលោកហ៊ុនសែននិងកូនប្រុសរបស់លោកគឺលោកនាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតបានចេញមុខបង្ហាញមោទនភាពចំពោះសមិទ្ធផលរបស់ប្រធានសមាគមអង្គការកម្ពុជាគឺលោកលីយ៉ុងផាត់ដោយឪពុកកូនទាំងពីរនាក់ចាត់ទុកលោកលីយ៉ុងផាត់និងសមាគមអង្គការកម្ពុជាថាជាកម្លាំងទ្រទ្រង់សង្គមនិងធ្វើឲ្យរីកចម្រើនសេដ្ឋកិច្ចជាតិអ្នកខ្លំមើលហៅសាររបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនេះថាជាការរញកម្ពុជាធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែជ្រៅគណៈអង្គការរូបនោះជាប់ក្នុងបទឧក្រិដ្ឋល្បីពេញពិភពលោកដែលជាឧបសគ្គរាំងស្ទះទៅដល់ការតាក់ទាញអ្នកវិនិយោគល្អៗពីបរទេសបានអ្នកស្រីខាន់លក្ខណារាយការណ៍ពិស្ដារជូនលោកអ្នកនាងប្រមុខរដ្ឋស្ដីទីលោកហ៊ុនសែនដែលជាឪពុកនិងនាយករដ្ឋមន្ត្រីកូនលោកហ៊ុនម៉ាណែតបានប្រណាំងប្រជែងគ្នាចេញសរសើរនិងគាំទ្រលោកអ្នកអង្គការលីយ៉ុងផាត់ដែលជាប្រធានសមាគមអង្គការកម្ពុជានៅខ្លឹមសារស្ទើរដូចគ្នាទាំងស្រុងនៅក្នុងថ្ងៃតែមួយគណៈអង្គការរូបនេះកំពុងរងទណ្ឌកម្មពាណិជ្ជកម្មពីសហរដ្ឋអាមេរិកទាំងលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតបានលើកដំកើងលោកអ្នកអង្គការលីយ៉ុងផាត់និងសមាគមអង្គការថាជាអ្នកចូលរួមដោះស្រាយបញ្ហាប្រឈមនានាជាមួយរដ្ឋាភិបាលនិងត្រួតត្រងដំណើរការសង្គមរហូតដល់ជាបង្អែកចម្រើនសេដ្ឋកិច្ចជាតិផងឪពុកកូនទាំងពីរបាននាំគ្នារៀបរាប់ថាសមាគមអង្គការកម្ពុជាថ្វាយដង្វាយដល់ព្រះមហាក្សត្រសម្រាប់ការងារមនុស្សធម៌ផ្ដល់ជំនួយដល់កាកបាទក្រហមរបស់អ្នកស្រីប៊ុនរ៉ានីជួយមន្ទីរពេទ្យចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជួយរដ្ឋាភិបាលក្នុងសម័យកូវីដរួមចំណែកក្នុងវិស័យកីឡានិងវប្បធម៌ជាដើមដោយត្រឹមតែមើលរបាយការណ៍និងវីដេអូដែលបង្ហាញដោយសមាគមអង្គការកម្ពុជាក្នុងពិធីពិសាអាហារសាមគ្គីនៅល្ងាចថ្ងៃទី14ខែមីនាលោកហ៊ុនសែនដែលក៏ជាប្រធានកិត្តិយសសមាគមអង្គការនេះដែរបានសម្ដែងការពេញចិត្តស្នាដៃទាំងនេះរបស់អង្គការលីយ៉ុងផាត់និងសមាគមអង្គការកម្ពុជាថ្លែងនៅការកោតសរសើរចំពោះសមាគមអង្គការដែលបានធ្វើសកម្មភាពក្នុងរយៈពេល1ឆ្នាំកន្លងផុតទៅនេះហើយដែលតាមរបាយការណ៍និងការមើលវីដេអូអំបញ្ញនេះបង្ហាញអំពីការរៀបចំនៅរចនាសម្ព័ន្ធដ៏រឹងមាំមួយការសរសើររបស់លោកហ៊ុនសែនធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រីកូនគឺលោកហ៊ុនម៉ាណែតបានលើកឡើងប្រហែលគ្នាដែរអំពីការបរិច្ចាគរបស់ក្រុមអង្គការលោកហ៊ុនម៉ាណែតបន្ថែមថាការបង្កើតសមាគមអង្គការកម្ពុជាដើម្បីប្រមូលក្រុមអង្គការដាក់មូលគ្នាឲ្យក្លាយជាកម្លាំងសរុបរបស់ជាតិគឺជាការមើលឃើញរបស់លោកហ៊ុនសែនជាឪពុកនិងក៏ជាគំនិតរបស់លោកដែរក្នុងការប្រមូលកម្លាំងសរុបជួយគ្នាអភិវឌ្ឍកម្ពុជាខ្ញុំសូមអរគុណណាស់ចំពោះការចូលរួមរបស់វិស័យឯកជនហើយជាពិសេសតួអង្គដូចខ្ញុំនិយាយក្រុមវត្តអង្គការហើយសមាជិករបស់សមាគមអង្គការកម្ពុជានៅថ្ងៃនេះក៏ជាផ្នែកមួយនៃវិស័យឯកជនរបស់យើងហើយខ្ញុំសូមយកឱកាសនេះអរគុណណាស់ប្រធានសមាគមអង្គការកម្ពុជាលោកអ្នកអង្គការលីយ៉ុងផាត់ក៏មានតំណែងជាទីប្រឹក្សាផ្ទាល់របស់លោកហ៊ុនសែនជាសមាជិកប្រសិទ្ធិគណៈបកប្រជាជនកម្ពុជានិងជាសមាជិកគណៈអចិន្ត្រៃយ៍និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈបកប្រជាជនកម្ពុជា
សហរដ្ឋអាមេរិកកាលពីខែកញ្ញាឆ្នាំ2024បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលោកលីយ៉ុងផាត់និងសម្ព័ន្ធអាជីវកម្មរបស់លោកចំនួន5រួមមានក្រុមហ៊ុនលីយ៉ុងផាត់គ្រប់រមណីយដ្ឋានអូស្មាច់សន្តាគារ Garden City រមណីយដ្ឋានកោះកុងនិងសន្តាគារភ្នំពេញមន្ត្រីក្រសួងរដ្ឋាភិបាលជាតិអាមេរិកលើកហេតុផលថាការដាក់ទណ្ឌកម្មនេះគឺដោយសារតែលោកលីយ៉ុងផាត់និងសម្ព័ន្ធអាជីវកម្មរបស់លោកពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនិងពលកម្មដោយបង្ខំក្នុងចំនួនឆបោកតាមប្រព័ន្ធអនឡាញនិងរូបិយប័ណ្ណគ្រីបតូលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតមិនបាននិយាយអ្វីឡើយពីចំណុចអវិជ្ជមានរបស់អង្គការលីយ៉ុងផាត់ដែលជាប្រធានសមាគមអង្គការកម្ពុជាក្រៅពីការអួតបន្ថែមថាសមាគមអង្គការជាតួអង្គសំខាន់ក្នុងវិស័យឯកជនដែលជួយជំរុញនយោបាយការទូតសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែលបានដាក់ចេញនូវគោលការណ៍ដើរគោះទ្វារផ្ទះអ្នកវិនិយោគដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិនិយោគបរទេសលោកហ៊ុនម៉ាណែតថាកំណើននៃការចុះបញ្ជីវិនិយោគឆ្នាំ2024ដែលមានចំនួន414គម្រោងមានទំហំទឹកប្រាក់ជាង$6000 លានក៏ជាការរួមចំណែករបស់សមាគមអង្គការដែរខ្ញុំក៏សូមវាយតម្លៃខ្ពស់ផងដែរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមនៅក្នុងការកសាងទំនាក់ទំនងជាមួយបណ្ដាស្ថាប័នអន្តរជាតិនិងការអមដំណើររូបខ្ញុំក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅក្នុងទស្សនកិច្ចក្រៅប្រទេសដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគជាមួយបណ្ដាប្រទេសជាដៃគូចំណែកឪពុករបស់លោកគឺលោកហ៊ុនសែនបានអំពាវនាវឲ្យអ្នកធុរកិច្ចដែលជាលោកអ្នកអង្គការនិងអង្គការឬទោះបីមិនមែនជាអង្គការគាំទ្ររដ្ឋាភិបាលកូនដែលដាក់ចេញរួចមកហើយនៅគោលការណ៍សម្រេចឲ្យកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ2029ហើយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030រហូតដល់ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050ក៏សរសើរនៅកំណត់ព្រមប្រាំរបស់សមាគមអង្គការដែលបានចូលរួមចំណែកធ្វើដំណើរទៅជាមួយប្រមុខរដ្ឋាភិបាលទៅប្រទេសក្រៅដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគនៅពេលដែលកម្លាំងវិស័យឯកជនរបស់យើងកាន់តែខ្លាំងប្រទេសយើងក៏កាន់តែខ្លាំងនៅកម្ពុជាមានបុគ្គលដែលមានងារជាលោកអ្នកអង្គការនិងអង្គការប្រមាណ1300នាក់ទាំងលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតមិនបាននិយាយអំពីកំណែទម្រង់ប្រព័ន្ធអនុវត្តច្បាប់និងការស្ដារមុខមាត់លទ្ធិប្រជាធិបតេយ្យរួមទាំងការគោរពសិទ្ធិមនុស្សដើម្បីជាមធ្យោបាយទាក់ទាញអ្នកវិនិយោគក្នុងការអភិវឌ្ឍប្រទេសកម្ពុជានោះទេប៉ុន្តែបង្ហាញជំហរពឹងផ្អែកជាសំខាន់លើការចូលរួមរបស់ក្រុមអង្គការដែលមានកេរ្តិ៍ឈ្មោះមិនល្អទៅវិញប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលីលោកសង្សានករណាប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី15ខែមីនាថាដើម្បីអាចទាក់ទាញអ្នកវិនិយោគល្អៗទាំងក្នុងស្រុកនិងបរទេសឲ្យបណ្ដាក់ទុនជួយដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិលុះត្រាតែធ្វើកំណែទម្រង់លើការអនុវត្តច្បាប់ដោយផ្ដើមពីការស្ដារប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សសិទ្ធិសហជីពនិងសិទ្ធិកម្មករជាដើមលោកថាការពឹងផ្អែកតែលើទុនវិនិយោគពីក្រុមអង្គការដែលស្អុយឈ្មោះក្នុងរឿងឧក្រិដ្ឋកម្មនាំឲ្យកម្ពុជាកើតវិបត្តិកាន់តែធំដល់សេដ្ឋកិច្ចនិងសង្គមជាតិទៅវិញទេអក្រិតជនច្រើននៅក្នុងប្រទេសកម្ពុជាយើងគឺជាពិសេសឆបោកអនឡាញហ្នឹងវាស្ទើរតែលេចធ្លាយពេញពិភពលោកទៅហើយគេឈ្មោះហ្នឹងគឺมันអាចស្ដារមកបានទេវាកើតឡើងយូរមកហើយវានៅតែបន្តកើតឡើងតទៅទៀតនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងគឺមានការបង្ក្រាបមិនចេះអស់មិនចេះហើយអញ្ចឹងវាអត់មានសមត្ថភាពអីសម្រាប់អ្នកវិនិយោគខាងក្រៅប្រទេសគេទៅដាក់ទុនដាក់ការវិនិយោគទេព្រោះគេព្រួយបារម្ភអំពីជាប់ពាក់ព័ន្ធឬក៏ធ្វើឲ្យប៉ះពាល់នៅមុខចំនួនសុចរិតរបស់គេណាក្រៅពីប្រធានសមាគមអង្គការកម្ពុជាលោកអ្នកអង្គការលីយ៉ុងផាត់ដែលកំពុងរងទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏មានបុគ្គលឋានៈធំនៅក្បែរលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតដូចជាអង្គការទ្រីភិបដែលល្បីល្បាញក្នុងឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើខុសច្បាប់ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិដែរបន្ថែមពីនេះទៀតអង្គការមួយចំនួនជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មនិងជំនួញមិនស្អាតស្អំដែលធ្វើឲ្យកម្ពុជាស្អុយឈ្មោះពេញពិភពលោកក្រុមអង្គការដែលល្បីពីការបោកប្រាស់ប្រជាពលរដ្ឋក្នុងស្រុករួមមានអតីតអង្គការលេងចាណាអតីតអង្គការជាសរនអតីតអង្គការហ៊ីកំហុងអតីតអង្គការមុំដានីជាដើមខណៈអតីតអង្គការស្រីស៊ីណានិងអតីតអង្គការថោងសារ៉ាត់ជាឃាតករសម្លាប់មនុស្សរីឯក្រុមអង្គការកំពូលនៃក្រុមគ្រួសារត្រកូលហ៊ុនដែលធ្វើឲ្យកម្ពុជាស្អុយឈ្មោះពេញពិភពលោកក្នុងរឿងជួញដូរមនុស្សនិងការឆបោកតាមប្រព័ន្ធអនឡាញរួមមានអង្គការកុកអាននិងបងជីដូនមួយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺអង្គការហ៊ុនតូខ្ញុំខណ្ឌលក្ខណាវិទ្យុអាស៊ីសេរីលោកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកក្រោយករណីឃាតកម្មទៅលើអតីតតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកលឹមកំយ៉ាគេឈ្មោះរបស់អភិបាលរងរាជធានីភ្នំពេញលោកឃ្លាំងហួតចាប់ផ្ដើមល្បីរន្ទឺលើទំព័រសារព័ត៌មាននិងបណ្ដាញសង្គមនេះគឺដោយសារតែរូបលោកត្រូវបានគេសង្ស័យថាជាអ្នករៀបចំគម្រោងធ្វើឃាតលោកលឹមកំយ៉ាទៅតាមបញ្ជារបស់លោកហ៊ុនសែនតើលោកឃ្លាំងហួតមានប្រវត្តិបែបណាបាទលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍នេះពឹស្ដានៅពេលបន្តិចទៀតនេះ
បាទលោកនាងជាទីមេត្រីនៅឯខេត្តព្រះវិហារឯណោះវិញប្រជាពលរដ្ឋនៅក្នុងឃុំស្រឡៅ2នៃស្រុកឆែបរួយបារម្ភចំពោះការបាត់បង់ព្រៃឈើនៅក្នុងសហគមន៍របស់ពួកគាត់ប្រសិនបើអាជ្ញាធរមូលដ្ឋាននិងមន្ត្រីរដ្ឋបាលព្រៃឈើនៅទីនោះមិនបង្ក្រាបនិងទប់ស្កាត់ការលួចកាប់ឈើខុសច្បាប់ទៅលក់នៅប្រទេសឡាវទេនោះអ្នកខ្លាំមើលបរិស្ថានអំពាវនាវដល់អាជ្ញាធរខេត្តព្រះវិហារនិងក្រសួងមហាផ្ទៃឲ្យបើកការស៊ើបអង្កេតទៅលើការចាប់ប្រកាន់ថាមនុស្សមួយក្រុមដែលជាសាច់ញាតិរបស់មេឃុំកំពង់ស្រឡៅ2នៅក្នុងស្រុកឆែបកំពុងទៅលួចកាប់ឈើនៅក្នុងព្រៃសហគមន៍ហើយដឹកជញ្ជូនតាមទូកយកទៅលក់នៅឯប្រទេសឡាវអ្នកការពារបរិស្ថាននិងសិទ្ធិមនុស្សលោកម៉ាចត្រាមានប្រសាសន៍ថាប្រសិនបើមេឃុំកំពង់ស្រឡៅ2និងមេភូមិកំពង់ព្រះអិនបណ្ដេតបណ្ដោយឲ្យសាច់ញាតិនិងកូនចៅរបស់ខ្លួនទៅកាប់ឈើយកទៅលក់ដូរមែននោះគឺជារឿងរំលោភបំពានច្បាប់ធ្ងន់ធ្ងរមេឃុំឬក៏មេភូមិទាំងអស់នោះគួរតែដកខ្លួនចេញហើយសង្ឃឹមថាមានការស៊ើបអង្កេតពីក្រសួងមហាផ្ទៃបើសិនជាមានករណីនឹងកើតឡើងមែនត្រូវតែចាត់វិធានការជាបន្ទាន់មានន័យថាអាចដាក់ទោសទណ្ឌតាមរយៈនីតិវិធីច្បាប់ឲ្យបានតឹងរ៉ឹងព្រោះឯកាលណាបណ្ដេតបណ្ដោយឲ្យកូនចៅផងអាជ្ញាធរមូលដ្ឋានទៅកាប់បំផ្លាញព្រៃឈើអាហ្នឹងចង់ប្រជាពលរដ្ឋគាត់មិនសប្បាយចិត្តទេការអំពាវនាវរបស់អ្នកការពារបរិស្ថាននេះធ្វើឡើងក្រោយពីប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំកំពង់ស្រឡៅ2ស្រុកឆែបខេត្តព្រះវិហារជាប់ព្រំដែនកម្ពុជាឡាវបានអះអាងថាសាច់ញាតិនិងកូនចៅរបស់មេឃុំកំពង់ស្រឡៅ2កំពុងកាប់ឈើនៅក្នុងព្រៃសហគមន៍របស់ពួកគាត់ហើយដឹកជញ្ជូនយកទៅលក់នៅឯប្រទេសឡាវសមាជិកសហគមន៍ការពារព្រៃឈើព្រះអិនផ្កាយរះមួយរូបដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពបានអះអាងថាបច្ចុប្បន្ននេះមានមនុស្សមួយក្រុមដែលជាសាច់ញាតិរបស់មេឃុំកំពង់ស្រឡៅ2តែងទៅកាប់ឈើនៅក្នុងព្រៃសហគមន៍ហើយដឹកឆ្លងទន្លេមេគង្គយកទៅលក់នៅប្រទេសឡាវកូនក្មួយកូនរសាកូនកើតមេឃុំចឹងស្អាតជ្រៅហ្នឹងខុសច្បាប់ឆ្លងទៅឡាវមកយកមកទុកនិយាយទៅវាពិបាកចិត្តកូនក្មួយមេចឹងខ្ញុំពិបាកនិយាយកាត់នៅដីសហគមន៍ព្រៃឈើទាំងក្បាលដំរីជុំវិញរឿងនេះមេឃុំកំពង់ស្រឡៅ2លោកផឹងថុងបានចរានចោលចំពោះការចាប់ប្រកាន់នេះលោកថាកូននិងក្មួយរបស់លោកពិតជាបានទៅកាប់ឈើនៅក្នុងព្រៃសហគមន៍មែនក៏ប៉ុន្តែមិនបានយកទៅលក់នៅប្រទេសឡាវនោះទេលោកមេឃុំរូបនេះអះអាងថាកូននិងក្មួយរបស់លោកដែលទៅកាប់ឈើនៅក្នុងព្រៃសហគមន៍នោះបានសុំច្បាប់អនុញ្ញាតពីសហគមន៍ត្រឹមត្រូវហើយឈើដែលកាប់បានទាំងនោះគឺយកទៅសាងសង់សាលារៀននៅភូមិកំពង់ព្រះអិនប៉ុណ្ណោះអត់មែនទេកូនខ្ញុំមានឈ្មោះខាងអាជ្ញាធរយើងសុំច្បាប់ដាក់សាលារៀនកំពង់ព្រះអិនធ្វើថ្មីពីបន្ទប់វានឹងចាប់ថ្ងៃហើយពីគេចាប់តែផ្ទុយពីការអះអាងនេះប្រជាពលរដ្ឋលើកឡើងថាសកម្មភាពកាប់ឈើរបស់កូននិងក្មួយមេឃុំកំពង់ស្រឡៅ2នេះមិនមែនដើម្បីយកមកកសាងសាលារៀនឡើយគឺពិតជានាំយកទៅលក់នៅឯប្រទេសឡាវសមាជិកសហគមន៍ការពារព្រៃឈើត្រពាំងក្បាលដំរីមួយរូបអះអាងថាកូនក្មួយរបស់លោកមេឃុំរូបនេះគឺជាក្រុមសកម្មនៅក្នុងការកាប់បំផ្លាញនិងជួញដូរឈើខុសច្បាប់មានតែកូនមេឃុំក្មួយមេឃុំនិងកូនមេភូមិកំពង់ផ្អិនខ្លាំងជាងគេចូលកាត់នៅព្រៃសហគមន៍ហ្មងគ្រប់សហគមន៍កំពង់ជ្រៃខាងខ្ញុំហ្នឹងចង់អស់ជើធំវាលួចកូនចៅគាត់នេះអាជីពមកមួយឆ្នាំទល់មួយឆ្នាំរាប់ឆ្នាំមកគាត់អាងឪពុកម្ដាយបងប្អូនគាត់ធ្វើធំពូមីងគាត់វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយជុំវិញបញ្ហានេះពីនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកឆែបលោកសេងលៀងបាននៅឡើយទេនៅថ្ងៃទី15ខែមីនាក៏ប៉ុន្តែនៅក្នុងរបាយការណ៍នៃកិច្ចប្រជុំប្រចាំខែកាលពីថ្ងៃទី21ខែកុម្ភៈអភិបាលស្ដីទីស្រុកឆែបលោកអ៊ុំសុភឿនបានបង្ហាញកង្វល់ចំពោះការកាប់បំផ្លាញព្រៃឈើដែលលោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធឲ្យបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ទៅលើការទប់ស្កាត់បទល្មើសធនធានធម្មជាតិមានការកាប់បំផ្លាញព្រៃឈើជាដើមនៅឃុំកំពង់ស្រឡៅ2មានសហគមន៍ការពារព្រៃឈើចំនួន4គឺសហគមន៍ព្រះលៀនសហគមន៍ព្រះអិនផ្កាយរះសហគមន៍ត្រពាំងក្បាលដំរីនិងសហគមន៍ចង្ហាធំដែលមានផ្ទៃដីសរុបប្រមាណ 78,000 ហិកតាបច្ចុប្បន្នព្រៃសហគមន៍ទាំងនោះកំពុងទទួលរងការគំរាមកំហែងយ៉ាងខ្លាំងពីក្រុមអ្នកមានអំណាចដែលកាប់ឈើខុសច្បាប់និងឈូសឆាយព្រៃដើម្បីរុករានយកដីធ្វើជាកម្មសិទ្ធិឯកជនជាមួយគ្នានេះដែនជម្រកសត្វព្រៃព្រះរកាដែលមានទំហំផ្ទៃដីជាង 34,000 ហិកតាដែលមានព្រំដែនជាប់គ្នានោះក៏កំពុងទទួលរងការគំរាមកំហែងពីសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់យ៉ាងខ្លាំងនិងការកាប់ព្រានដីព្រៃយកធ្វើជាកម្មសិទ្ធិឯកជនផងដែរបាទលោកនាងជាទីមេត្រីនៅឯខេត្តព្រះវិហារនេះដែរប្រជាពលរដ្ឋលើកឡើងថាមានទាហានមួយក្រុមដែលស៊ីឈ្នួលការពារដីឲ្យក្រុមហ៊ុនចិនស្កអំពៅឈ្មោះហេងហ្វូបានដើរគំរាមនិងបង្ខំពលរដ្ឋរងគ្រោះដីធ្លីនៅជុំវិញតំបន់នោះឲ្យទៅជួលដីពីក្រុមហ៊ុនស្កអំពៅរបស់ចិននៅពេលពួកគាត់ដាំស្រូវនិងដំណាំកសិកម្មផ្សេងៗក៏ប៉ុន្តែប្រជាពលរដ្ឋថាពួកគាត់មិនជួលដីស្រែឬបង់ប្រាក់ឲ្យក្រុមហ៊ុនចិននិងអាជ្ញាធរនោះទេពីព្រោះដីស្រែចម្ការទាំងនោះក្រុមហ៊ុនរបស់ចិនជាអ្នករំលោភយកពីពួកគាត់បាទលោកលេងម៉ាលីរាយការណ៍ពុស្ដាជូលោកនាងប្រជាពលរដ្ឋនៅឃុំមលូព្រៃ2ស្រុកឆែបខេត្តព្រះវិហារអះអាងថាក្រោយពីក្រុមហ៊ុនស្កអំពើចិនខ្សែធននៅឆ្នាំ2019មកអាជ្ញាធរខេត្តព្រះវិហារនិងក្រុមឈ្មួញមានអំណាចតែងតែជួលដីទាំងនោះឲ្យទៅប្រជាពលរដ្ឋចំណាក់ស្រុកដើម្បីដាំដំណាំកសិកម្ម
ប៉ុន្តែបច្ចុប្បន្ននេះក្រមទាហានបានដើរគម្រាមកំហែងនិងបង្ខំពលរដ្ឋរងគ្រោះដីធ្លីដែលធ្លាប់អាស្រ័យផលលើដីស្រែចម្ការរបស់ពួកគាត់តាំងពីយូរមកហើយនោះថាត្រូវតែបង់ប្រាក់ 60,000 រៀលក្នុង1ហិកតាទើបក្រមទាហានអនុញ្ញាតឲ្យពលរដ្ឋបានចូលអាស្រ័យផលលើដីស្រែចម្ការទាំងនោះតំណាងសហគមន៍ឃុំមលូព្រៃ2លោកអៀមអោនប្រាប់វិទ្យុអស៊ីសេរីនៅថ្ងៃទី15មីនាថាក្រមទាហានបានដើរគម្រាមកំហែងនិងបង្ខំពលរដ្ឋថាត្រូវតែបង់ប្រាក់ឲ្យទៅក្រមទាហានយាមកាមនៅទីនោះក្នុង1ហិកតាតម្លៃ 60,000 រៀលដើម្បីបានចូលទៅបង្កបង្កើនផលលើដីស្រែនៅក្នុងបរិវេណក្រុមហ៊ុនចិនលោកថាដីស្រែដែលពលរដ្ឋកំពុងអាស្រ័យផលសប្តាហ៍ថ្ងៃនេះគឺជាដីស្រែចម្ការដែលពលរដ្ឋបានតវ៉ាជាមួយក្រុមហ៊ុននិងបានស្នើដល់រដ្ឋាភិបាលឲ្យកាត់ជ្រៀលចេញពីក្រុមហ៊ុនចិនហើយពលរដ្ឋតែងតែដាំដំណាំកសិកម្មនៅលើដីស្រែទាំងនោះជារៀងរាល់ឆ្នាំប៉ុន្តែនៅដើមឆ្នាំ2025នេះស្រាប់តែមានក្រុមទាហានដាក់កំហិតនិងស្ពាយកំភ្លើងដើរគម្រាមទារលុយពីពលរដ្ឋទៅវិញខាងទាហានក៏ឲ្យជួលដីក្នុង1ហាត់$150ពីជនអត់ចង់ជួលទេព្រោះដីនេះគឺដីយើងបើសិនមិនជួលគឺឲ្យធ្វើបើអ្នកហ៊ានធ្វើហ៊ានចាប់បាទថាគុំតាំងពី2012ដល់បច្ចុប្បន្ននេះគឺទាមទារចង់ឲ្យរដ្ឋាភិបាលជួយដីឲ្យគាត់វិញទៅដូចដើមសំខាន់គឺជំនឿជាតិគឺប្រដី4ប្រភេទទី1ដីនៅឋានទី2ដីកកម្មទី3ចំការវិលជុំទី4ដីពេលជំនឿចឹងណាពលរដ្ឋលើកឡើងទៀតថាប្រសិនបើរដ្ឋាភិបាលមិនព្រមកាត់ជ្រៀលដីស្រែចម្ការរបស់ពលរដ្ឋចេញពីដីសម្បត្តិសេដ្ឋកិច្ចក្រុមហ៊ុន Hengfo នោះទេវិវាទមួយនេះនឹងបន្តទៅមុខទៀតហើយពលរដ្ឋនឹងប្រឈមការប្រើប្រាស់អំពើហិង្សាពីក្រមមន្ត្រីយោធាស៊ីឈ្នួលយាមដីឲ្យក្រុមហ៊ុននៅទីនោះជុំវិញរឿងនេះវិទ្យុអស៊ីសេរីមិនអាចតាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះវិហារលោកណប់វុធីនិងអ្នកនាំពាក្យក្រសួងការពារជាតិលោកឈុំសុជាតិដើម្បីសុំការអធិប្បាយបានទេនៅថ្ងៃទី15ខែមីនាក្រៅពីដើរគម្រាមពលរដ្ឋឲ្យជួលដីស្រែចម្ការហើយនោះអាជ្ញាធរខេត្តព្រះវិហារក៏បានប្រឌិតរឿងថ្មីមួយទៀតដោយចោទតំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លីចំនួន3នាក់នៅឃុំមលូព្រៃ2ស្រុកឆែបខេត្តព្រះវិហារអំពីបទលួចច្រូតស្រូវនិងដកដំឡូងនៅក្នុងបរិវេណរបស់ក្រុមហ៊ុនចិនកាលពីឆ្នាំ2024ប៉ុន្តែពលរដ្ឋបដិសេធថាពួកគាត់មិនបានប្រព្រឹត្តដោយការចោទប្រកាន់របស់អាជ្ញាធរឡើយគឺផ្ទុយទៅវិញក្រុមហ៊ុនស្កអំពើនោះទេដែលជាអ្នករំលោភយកដីស្រែចម្ការនិងលួចច្រូតស្រូវរបស់ពលរដ្ឋទាក់ទងនឹងបញ្ហានេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស ad hoc ប្រចាំខេត្តព្រះវិហារលោកម៉ៃវុធីយល់ឃើញថាការប្រើកម្លាំងទាហានការពារប្រយោជន៍ឯកជនជាទង្វើរំលោភច្បាប់កងទ័ពហើយវាជាការគំរាមកំហែងនិងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរក្រសួងការពារជាតិគួរតែចុះអង្កេតនិងវិតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយចំពោះកងទ័ពដែលបានទៅបម្រើការងារឲ្យឯកជនឬក៏ការពារឲ្យក្រុមហ៊ុនឯកជននេះខ្ញុំគិតថាក្រសួងការពារជាតិគួរតែមានវិធានការបានតឹងរឹងនិងអនុវត្តច្បាប់ឲ្យមានយុត្តិធម៌និងតម្លាភាពសម្រាប់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះនៅតំបន់ដូចជាតំបន់ផ្សេងៗនៅក្នុងខេត្តព្រះវិហារនេះក្រុមហ៊ុន Hengfo ទទួលបានដីសម្បត្តិសេដ្ឋកិច្ចពីរដ្ឋាភិបាលកាលពីឆ្នាំ2011លើផ្ទៃដីជិត 50,000 ហិកតានៅខេត្តព្រះវិហារដើម្បីវិនិយោគផលិតស្ករសដែលមានក្រុមហ៊ុនជាបុតសម្ព័ន្ធចំនួន4ក្នុងនោះរួមមានក្រុមហ៊ុន Roy Heng, Lan Feng, Heng Yu និង Heng Nong Cambodia International Company បានធ្វើឲ្យប៉ះពាល់ដីស្រែចម្ការរបស់ពលរដ្ឋរាប់ពាន់គ្រួសារនៅទីនោះហើយរហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយសមរម្យណាមួយនៅឡើយទេខ្ញុំបាទលេងម៉ាលីវិទ្យុអស៊ីសេរីពីរដ្ឋធានី Washington លោកអ្នកនាងជាទីមេត្រីនៅក្នុងឱកាសនេះដែរខ្ញុំបាទសូមថ្លែងអំណរគុណដល់លោកអ្នកនាងកញ្ញាទាំងអស់ដែលតែងតែមានភក្ដីភាពចំពោះការផ្សាយរបស់យើងហើយចាត់ទុកការស្ដាប់វិទ្យុអស៊ីសេរីគឺជាផ្នែកមួយនៃសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នកនាងគឺការគាំទ្ររបស់លោកអ្នកនាងនេះហើយដែលធ្វើឲ្យយើងខ្ញុំមានទឹកចិត្តកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការស្វែងរកនិងផ្តល់ព័ត៌មានជូនលោកអ្នកនាងមានអ្នកស្ដាប់អ្នកទស្សនាកាន់តែច្រើនកាន់តែធ្វើឲ្យយើងខ្ញុំមានភាពស្វាហាប់មោះមុតជាបន្តទៅទៀតយើងខ្ញុំសូមអរគុណទុកជាមុនហើយសូមអញ្ជើញលោកអ្នកនាងកញ្ញាទាំងអស់ចូលរួមជំរុញឲ្យសកម្មភាពផ្តល់ព័ត៌មានយើងនេះកាន់តែជោគជ័យបន្ថែមទៀតលោកអ្នកនាងអាចជួយយើងខ្ញុំបានដោយគ្រាន់តែចុចចែករំលែកឬមួយក៏ share ការផ្សាយរបស់យើងនៅលើបណ្ដាញសង្គម Facebook និង YouTube ទៅកាន់មិត្តភ័ក្តិដើម្បីឲ្យការផ្សាយរបស់យើងបានទៅដល់មនុស្សកាន់តែច្រើនបាទសូមអរគុណលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកក្រោយករណីឃាតកម្មទៅលើអតីតតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកលឹមគឹមយ៉ាកេរ្តិ៍ឈ្មោះរបស់អភិបាលរងរាជធានីភ្នំពេញលោកឃ្លាំងហួតចាប់ផ្ដើមល្បីរន្ទឺលើទំព័រសារព័ត៌មាននិងបណ្ដាញសង្គមនេះគឺដោយសារតែរូបលោកត្រូវបានគេសង្ស័យថាជាអ្នករៀបចំគម្រោងធ្វើឃាតលោកលឹមគឹមយ៉ាទៅតាមបញ្ជារបស់លោកហ៊ុនសែនតើលោកឃ្លាំងហួតមានប្រវត្តិបែបណាបាទសូមលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍នេះពិស្ដាដូចតទៅលោកឃ្លាំងហួតគឺជាមន្ត្រីមួយរូបដែលហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីការពាររដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុន
ភាពបដូរផ្ដាច់នេះស្ដែងឡើងនៅក្នុងទិវាជ័យជំនះ7មករារបស់គណៈបកប្រជាជនកម្ពុជាដែលលោកឃ្លាំងហួតបានឡើងថ្លែងអំពីការបដិញ្ញាចិត្តនៅក្នុងនាមជាតំណាងអង្គមេទិញបដិញ្ញាដាច់ខាតកម្ចាត់ចោលក្រុមបដិវត្តពណ៌និងក្រុមជ្រុលនិយមដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយលោកឃ្លាំងហួតមានអាយុ54ឆ្នាំនិងមានឈ្មោះក្រៅថាម៉ាប់លោកធ្លាប់រស់នៅជំរំតស៊ូនៅព្រំដែនខ្មែរថៃគឺជំរំសីហនុនិយមសាយប៊ីហើយលោកអះអាងថាលោកក៏ធ្លាប់ជាយោធិនម្នាក់ផងដែរឪពុករបស់លោកឃ្លាំងហួតគឺលោកថាច់ខូនអតីតមន្ត្រីយោធាជាន់ខ្ពស់នៃគណៈបរិជានិយមហ៊ុនស៊ិនប៉ិចដែលបានចុះចូលជាមួយនឹងលោកហ៊ុនសែនលោកឃ្លាំងហួតចេះភាសាថៃស្ទាត់ជំនាញហើយស្គាល់មន្ត្រីអ្នកមុខអ្នកការព្រមទាំងមានបណ្ដាញច្រើននៅក្នុងប្រទេសថៃលោកឃ្លាំងហួតបានកាន់តំណែងជាអភិបាលខណ្ឌទួលគោកនិងក្រោយមកបានផ្លាស់ទៅអភិបាលខណ្ឌឫស្សីកែវកូតាគណៈបកហ៊ុនស៊ិនប៉ិចលោកត្រូវបានគេពណ៌នាថាជាមនុស្សអំនួតនិងឱកាសនិយមអ្នកអត្ថាធិប្បាយនយោបាយលោកកឹមសុខដែលធ្លាប់ជាមន្ត្រីគណៈបកហ៊ុនស៊ិនប៉ិចមួយរូបដែរនោះអះអាងថាលោកឃ្លាំងហួតមិនបានបម្រើគណៈបកហ៊ុនស៊ិនប៉ិចឲ្យបានត្រឹមត្រូវនោះទេក៏ប៉ុន្តែបែរជាបម្រើលោកហ៊ុនសែនទៅវិញកូតាតំណែងនៅខណ្ឌទួលគោកដែលត្រូវបានទៅហ៊ុនស៊ិនប៉ិចគាត់លក់ឲ្យគណៈបកប្រជាជនកម្ពុជាទាំងអស់ហើយក្រោយមកសម្ដេចក្រមព្រះនរោត្តមរណរដ្ឋបានមានបន្ទូលនៅក្នុងអង្គប្រជុំនៅចំពោះមុខលោកឃ្លាំងហួតនឹងតែម្ដងថាលោកឃ្លាំងហួតឯងមិនគួរណាឡើយទៅបម្រើសម្ដេចហ៊ុនសែនតែជាអ្នកដឹកនាំគណៈបកប្រជាជនទេលោកឃ្លាំងហួតឯងគឺជាមន្ត្រីរបស់គណៈបកហ៊ុនស៊ិនប៉ិចម្ល៉េះហើយគួរតែស្ដាប់ការណែនាំរបស់ព្រះអង្គណាហើយព្រះអង្គមានបន្ទូលបែបនេះនៅក្នុងអង្គប្រជុំជាច្រើនដងមិនមែនតែម្ដងទេណារហូតដល់ពេលមួយព្រះអង្គមានបន្ទូលជាសាធារណៈបញ្ជាឲ្យដកលោកឃ្លាំងហួតចេញតែម្ដងក៏ប៉ុន្តែអត់មានអ្នកណាដកចេញបានទេដោយសារតែលោកហ៊ុនសែនជាអ្នកការពារលោកឃ្លាំងហួតបានចុះចូលជាមួយគណៈបកប្រជាជនកម្ពុជានៅអំឡុងឆ្នាំ2005លោកនៅរក្សាបានតួនាទីជាអភិបាលខណ្ឌឫស្សីកែវដដែលក៏ប៉ុន្តែកូតាគណៈបកប្រជាជនកម្ពុជាវិញម្ដងលោកឃ្លាំងហួតបកស្រាយថានេះគឺជាសិទ្ធិសេរីភាពផ្នែកនយោបាយរបស់លោកច្បាប់គេបើកចំហឲ្យប្រជាជនគ្រប់គ្នាមានសិទ្ធិធ្វើនយោបាយជ្រើសរើសគណៈបកនយោបាយនឹងអត់ទៅសួរទេជាសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យគឺចឹងក្រោមការគ្រប់គ្រងរបស់លោកនៅខណ្ឌឫស្សីកែវនិងខណ្ឌជ្រោយចង្វាអាជ្ញាធរបានរដ្ឋបិទនិងរំលោភសិទ្ធិសេរីភាពពលរដ្ឋជាច្រើនករណីមានជាអាចការរារាំងប្រជាពលរដ្ឋសហគមន៍លពីងនៃខេត្តកំពង់ឆ្នាំងមិនឲ្យឡើងមកតវ៉ានៅភ្នំពេញនិងការឈូសឆាយលំនៅឋានប្រជាពលរដ្ឋជ្រោយចង្វាដើម្បីយកដីទៅឲ្យក្រុមហ៊ុន OCIC របស់លោកពងខៀវសាយជាដើមជាមួយគ្នានេះលោកឃ្លាំងហួតគឺជាមន្ត្រីមួយរូបដែលសម្បូររឿងអាស្រូវដូចជាលបែងស៊ីសងនិងអំពើពុករលួយហើយរឿងអាស្រូវទាំងនេះត្រូវបានចុះផ្សាយដោយកាសែតក្នុងស្រុកនិងមានការបញ្ជាក់ពីអតីតមន្ត្រីគណៈបកហ៊ុនស៊ិនប៉ិចក៏ប៉ុន្តែលោកឃ្លាំងហួតបានបដិសេធការចោទប្រកាន់ទាំងនេះទន្ទឹមគ្នានឹងមានរឿងអាស្រូវមួយចំនួនលោកឃ្លាំងហួតនិងភរិយាក៏ធ្លាប់រងមិនដឹងរឿងឆបោកលុយគេរាប់សែនដុល្លារផងដែរអតីតតំណាងរាជខេត្តបាត់ដំបងនៃគណៈបកសំរងស៊ីដែលបានទៅចុះចូលជាមួយគណៈបកប្រជាជនកម្ពុជាហើយក្លាយទៅជារដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍជនបទគឺលោកលុនផុនធ្លាប់បានប្តឹងភរិយារបស់លោកឃ្លាំងហួតឈ្មោះអួងសុផល្លានិងលោកឃ្លាំងហួតផ្ទាល់ពីបទឆបោកនិងសមគំនិតនៅក្នុងអំពើឆបោកលុយចំនួនជាង$730,000អាមេរិកប្រព្រឹត្តទៅកាលពីឆ្នាំ2006និង2007តុលាការក្រុងភ្នំពេញបានកោះហៅលោកឃ្លាំងហួតនិងភរិយាគឺលោកស្រីអួងសុផល្លាទៅបំភ្លឺរឿងនេះកាលពីខែឧសភាឆ្នាំ2014នេះបើយោងទៅតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍និងសារព័ត៌មានក្នុងស្រុកមួយចំនួនក៏ប៉ុន្តែគេមិនដែលឃើញព័ត៌មានស្ដីអំពីសេចក្តីសម្រេចរបស់តុលាការនៅក្នុងសំណុំរឿងឆបោកនេះទេបើទោះបីជាមានរឿងអាស្រូវជុំទិសនិងរងការចោទប្រកាន់រឿងឆបោកលុយគេរាប់សែនដុល្លារក៏ដោយក៏លោកឃ្លាំងហួតនៅតែអាចរំកិលខ្លួនទៅជិតនឹងលោកហ៊ុនសែនដើម្បីបានតំណែងធំផងដែរលោកបានក្លាយយ៉ាងលឿនរហ័សទៅជាមនុស្សចំណិតរបស់លោកហ៊ុនសែនដោយពីដំបូងគឺជាជំនួយការនិងបច្ចុប្បន្នជាទីប្រឹក្សាបន្ថែមទៅលើការងារគណៈបកនិងការងាររដ្ឋរបស់លោកកាន់តែឡើងតែមដោយសារតែលោកចេះភាសាថៃស្ទាត់ជំនាញហើយចៅហ្វាយនាយរបស់លោកមានទំនាក់ទំនងចាក់ទឹកមិនលិចជាមួយអតីតនាយករដ្ឋមន្ត្រីថៃគឺលោកថាក់ស៊ីនស៊ីណាវ៉ាត់លោកឃ្លាំងហួតមានមុខគ្រប់កម្មវិធីឲ្យតែជាជំនួបរវាងលោកហ៊ុនសែននិងលោកថាក់ស៊ីនឬក៏កម្មវិធីរវាងក្រុមគ្រួសាររបស់លោកហ៊ុនសែនជាមួយនឹងក្រុមគ្រួសាររបស់លោកថាក់ស៊ីនជួនកាលលោកឃ្លាំងហួតក៏មានឱកាសជិះយន្តហោះរួមដំណើរដោយផ្ទាល់ជាមួយនឹងលោកហ៊ុនសែនថែមទៀតផងដូចជាដំណើរទៅជួបសួរសុខទុក្ខលោកថាក់ស៊ីនកាលពីឆ្នាំមុនជាដើមដោយសារតែទំនាក់ទំនងជិតស្និទ្ធនេះហើយលោកឃ្លាំងហួតក៏ត្រូវបានគេសង្ស័យថាបានក្លាយជាមនុស្សគន្លឹះរបស់លោកហ៊ុនសែននៅក្នុងការរៀបចំនិងអនុវត្តផែនការទុច្ចរិតនានាដើម្បីកម្ចាត់ក្រុមអ្នកនយោបាយគណៈបកប្រឆាំងរបស់កម្ពុជាលើទឹកដីថៃនៅក្នុងនោះក៏រួមមានទាំងករណីឃាតកម្មទៅលើលោកលឹមកំយ៉ានៅកណ្ដាលទីក្រុងបាងកកកាលពីថ្ងៃទី7មករាកន្លងទៅនេះដែរលោកសំរងស៊ីប្រធានស្ដីទីគណៈបកសង្គ្រោះជាតិបានចោទប្រកាន់ថាលោកឃ្លាំងហួតគឺជាអ្នករៀបចំគម្រោងសម្រាប់លោកលឹមកំយ៉ាទៅតាមបញ្ជារបស់លោកហ៊ុនសែនលឹមកំយ៉ាគាត់ទៅចេញពីស្រុកខ្មែរគាត់ទៅស្រុកថៃគម្រោងគាត់នៅប្រទេសថៃដល់ថ្ងៃ20ខែមករាអញ្ចឹងឃ្លាំងហួតគាត់ខ្លាចហ៊ុនសែនស្ដីឲ្យទៀតត្រូវសម្លាប់
លឹមកំយ៉ាឲ្យទាន់គឺថ្ងៃ7មករា2025រឿងនេះណាយើងត្រូវចេះបុកណាយើងមានរូបភាពយើងមានចំណុចនេះចំណុចនោះតែយើងបុកផ្សំទៅបានឃើញថាអូហ៊ុនសែនជាអ្នកបញ្ជាឃ្លាំងហួតឲ្យសម្លាប់លឹមកំយ៉ាសម្លាប់ផនផាណាអត់បានតែសម្លាប់លឹមកំយ៉ាឲ្យបានហើយសម្លាប់ឲ្យទាន់ពេលវេលាលោកសំរងស៊ីចោទប្រកាន់បែបនេះដោយយោងទៅលើខ្សែអត្ថសម្លេងបែកធ្លាយមួយកាលពីខែកញ្ញាឆ្នាំ2024ដែលលោកហ៊ុនសែនបានដាក់បញ្ជាឲ្យបុគ្គលម្នាក់ដែលគេជឿថាជាលោកឃ្លាំងហួតឲ្យតាមចាប់ខ្លួនសកម្មជនគណបកប្រឆាំងលោកផនផាណាបញ្ជូនទៅកម្ពុជាវិញទោះជារស់ឬស្លាប់ក៏ដោយហួតត្រូវទទួលខុសត្រូវទៅលើការងារនេះហើយធ្វើការនគរបាលជាមួយនគរបាលថៃហើយក្រុមអាវក្រហមក៏ត្រូវទៅចូលរួមដែលយើងដែលមានការសហការល្អជាមួយយើងត្រូវធ្វើសកម្មភាពនេះផងដែរហើយដែលធ្វើសកម្មភាពដាច់ដោយឡែកពីនគរបាលថៃនិងកម្លាំងយើងផ្ទាល់ក៏ត្រូវតាមយកអាមួយនេះឲ្យបានបើទោះបីដោយតម្លៃណាក៏ដោយរស់ឬស្លាប់យើងអត់ដឹងទេតែដឹងថាអាមួយហ្នឹងគឺមិនអាចទៅណាមិនឲ្យចេញទៅណាបានឆ្លើយតបទៅនឹងការចោទប្រកាន់នេះលោកឃ្លាំងហួតបានបដិសេធថាលោកមិនមានជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មលើលោកលឹមកំយ៉ានោះទេថៃបងទៅឆាត់សុខភាពធម្មតានឹងអត់អីផងព្រោះបងមើលទៅវាពាក់ព័ន្ធផងព្រោះខាងអាជ្ញាធរថៃគេបានបញ្ជាក់ឲ្យទៅណាពាក់ព័ន្ធនៅអាដាមមាន2ចំណុចដែលលោកសំស៊ីគាត់ចោទកណ្ដាលអាដាមហ្នឹងទី1ទៅលើរឿងខ្សែអត្ថសលេងដែលបែកធ្លាយកាលពីខែកញ្ញា2024ហ្នឹងដែលនៅក្នុងសម្លេងហ្នឹងបាទបងបានបញ្ជាក់ឲ្យថាបងឲ្យបានទទួលសម្លេងនឹងទេទី1ទី2បងខាងរាជរដ្ឋាភិបាលបញ្ជាក់ឲ្យថា AI ហើយបើសំចោទប្រកាន់ទៅតាមរកតើប្រភពសម្លេងមកពីណាណែបងបានប្រាប់ហើយណារាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងថៃមានសហប្រតិបត្តិការគ្នាល្អជាពិសេសបញ្ហាសន្តិសុខករណីបែកសម្លេងយកឈ្មោះផាណាមិនបាច់ទៅនិយាយអញ្ចឹងទេសម្ដេចតេជោបើយល់ថាផនផាណាគ្រោះថ្នាក់ដល់គណៈបកប្រជាជនដល់ជាតិអត់ប្រមាថទេបកជេកក្រៅពីករណីឃាតកម្មទៅលើលោកលឹមកំយ៉ានេះលោកសំរងស៊ីក៏បានចោទប្រកាន់លោកឃ្លាំងហួតទៀតថាគឺជាអ្នកអនុវត្តផែនការធ្វើឲ្យបាត់ខ្លួនសកម្មជនអាវក្រហមថៃមួយរូបគឺលោកវ៉ាន់ឆាលឹមសាទស័ក្តិសិទ្ធិកាលពីឆ្នាំ2020នៅរាជធានីភ្នំពេញទៅតាមបញ្ជារបស់លោកហ៊ុនសែនដែលចង់យកចិត្តរបបសឹករបស់ថៃដឹកនាំដោយលោកប្រយុទ្ធច័ន្ទអូចានៅពេលនោះលោកវ៉ាន់ឆាលឹមត្រូវបានជនមិនស្គាល់មុខមួយក្រុមចាប់ពង្រត់ចូលទៅក្នុងឡាននៅខាងមុខអគារស្នាក់នៅរបស់លោកគឺ Condo Mekong Garden ស្ថិតនៅខណ្ឌជ្រោយចង្វាខណៈដែលលោកឃ្លាំងហួតគឺជាអភិបាលខណ្ឌជ្រោយចង្វានៅពេលនោះដូចគ្នាទៅនឹងករណីឃាតកម្មលោកលឹមកំយ៉ាដែរលោកឃ្លាំងហួតបានបដិសេធថាលោកមិនមានជាប់ពាក់ព័ន្ធទៅនឹងការបាត់ខ្លួនលោកវ៉ាន់ឆាលឹមនោះឡើយខ្ញុំមានឪអាចលឹមនោះណាមិនទៅសួររឿងបាត់ទៅមិនដល់ទៅស៊ើបអង្កេតទៅមកសួរខ្ញុំឲ្យតែបាត់មនុស្សឲ្យតែងាប់គឺដាក់គោលដៅមកសួរខ្ញុំតែហ្មងហីខ្ញុំអភិបាលរងមិនមែនអភិបាលរងរាជធានីភ្នំពេញទៅទទួលបន្ទុករឿងទៅមើលអានេះមើលអានោះណាអត់ទេផ្ទុយពីការបកស្រាយនេះអត្ថបទស៊ើបអង្កេតរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ VOD សហការជាមួយស្ថាប័នព័ត៌មានប្រជាថៃរបស់ប្រទេសថៃកាលពីឆ្នាំ2022បានលាតត្រដាងថាលោកឃ្លាំងហួតគឺជាអ្នកគ្រប់គ្រងសកម្មជនអាវក្រហមថៃជាច្រើនអ្នកដែលភៀសខ្លួនមកកម្ពុជាក្រោយរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលរបស់អ្នកស្រីយីងឡាក់ឈីណាវ៉ាត់នៅឆ្នាំ2014រាល់ការចំណាយរបស់ក្រុមសកម្មជនអាវក្រហមទាំងនោះដូចជាថ្លៃម្ហូបអាហារអ៊ីនធឺណិតនិងកន្លែងស្នាក់នៅជាដើមលោកឃ្លាំងហួតគឺជាអ្នកធានារ៉ាប់រងខណៈលោកឃ្លាំងហួតនិងលោកវ៉ាន់ឆាលឹមគឺជាមិត្តភ័ក្តិឧស្សាហ៍ផឹកស៊ីជាមួយគ្នាក៏ប៉ុន្តែថ្មីបើជាអ្នកជួយពួកអាវក្រហមទាំងនោះក្តីប្រភពមួយនៅក្នុងអត្ថបទស៊ើបអង្កេតនោះបានបញ្ជាក់ថាលោកឃ្លាំងហួតបានព្យាយាមជ្រៀតជ្រែកការងារផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងនោះក៏រួមមានទាំងការប៉ុនប៉ងមិនឲ្យពួកគេបានទៅនៅប្រទេសទី3និងការដាក់លក្ខខណ្ឌនៃការរស់នៅទៅលើពួកគេផងដែរអ្នកអត្ថាធិប្បាយនយោបាយលោកកឹមសុខថ្លែងថាលោកឃ្លាំងហួតគឺជាបុគ្គលសំខាន់មួយរូបដែលគួរតែត្រូវបានគេស៊ើបអង្កេតទាំងនៅក្នុងករណីបាត់ខ្លួនរបស់លោកវ៉ាន់ឆាលឹមនិងករណីឃាតកម្មទៅលើលោកលឹមកំយ៉ាលោកឃ្លាំងហួតនឹងជាមនុស្សគន្លឹះក្នុងការអនុវត្តអក្រិតកម្មនយោបាយរបស់លោកហ៊ុនសែនมันអាចប្រកែកបានទេករណីដែលមានការពាក់ព័ន្ធទៅនឹងការបាត់ខ្លួនសកម្មជនអាវក្រហមថៃនៅភ្នំពេញទាំងការសម្លាប់លោកលឹមគឹមយ៉ានៅទីក្រុងបាងកកត្រូវតែមានការស៊ើបអង្កេតលើលោកឃ្លាំងហួតទើបអាចធានាបានថាចំណែកយុត្តិធម៌ផ្សេងទៀតដែលរួមផ្សំឲ្យទៅជាកម្រិតយុត្តិធម៌ខ្ពស់អាចទទួលយកបានណាបច្ចុប្បន្ននេះលោកឃ្លាំងហួតកំពុងរស់នៅមានសេរីភាពនិងពង្រឹងអំណាចរបស់ខ្លួនកាន់តែខ្លាំងតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោកហ៊ុនសែននិងក្រុមគ្រួសារត្រកូលហ៊ុនដែលលោកហៅថាជាអ្នកមានគុណរបស់លោកក៏ប៉ុន្តែអ្វីៗមិនទៀងទាត់នោះទេបើថ្ងៃណាមួយលោកធ្វើឲ្យចៅហ្វាយនាយរបស់លោកទាស់ចិត្តឬក៏បើចៅហ្វាយនាយរបស់លោកអស់អំណាចវិញនោះអ្វីៗដែលលោកឃ្លាំងហួតកំពុងមាននៅពេលនេះក៏អាចនឹងត្រូវប្រែប្រួលហើយប្រសិនបើលោកមានអាកំបាំងកំពុងលាក់ទុកនោះវាក៏នឹងអាចត្រូវបានគេលាតត្រដាងផងដែរនៅពេលអនាគត
បាទលោកនាងជាទីមេត្រីយើងងាកមកចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងស្ថានភាពរស់នៅដ៏លំបាករបស់ប្រជាពលរដ្ឋមួយចំនួននៅអមផ្លូវជាតិលេខ 3 ឯនោះវិញបាទប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវជាតិលេខ 3 នៅត្រង់ចំណុចត្រពាំងរពៅនៃខេត្តកំពតទៅដល់វាលរេញខេត្តព្រះសីហនុលើកឡើងថាពួកគាត់រស់នៅប្រឡូកប្រឡាក់ដោយធូលីដីហុយប៉ះពាល់មុខរបរអាជីវកម្មការជំងឺផ្លូវដង្ហើមនិងធ្លាក់ចុះប្រាក់ចំណូលដោយសារតែដីហុយពីផ្លូវជះចូលទៅលំនៅឋានរបស់ពួកគាត់រៀងរាល់ថ្ងៃពួកគាត់ស្នើរដ្ឋាភិបាលស្ថាបនាផ្លូវមួយនេះឲ្យបានស្អាតនិងគោរពបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវបាទមន្ត្រីសិទ្ធិមនុស្សលើកឡើងថារដ្ឋាភិបាលគួរតែដោះស្រាយទៅតាមសំណើរបស់ប្រជាពលរដ្ឋឲ្យបានឆាប់និងបង្ហាញការទទួលខុសត្រូវចំពោះម្ចាស់ឆ្នោតបាទសូមលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍ពិស្ដារដាច់ដライមួយទៀតរបស់លោកច័ន្ទដារ៉ូអំពីរឿងនេះដូចតទៅប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ 3 ចន្លោះភូមិសាស្ត្រត្រពាំងរពៅខេត្តកំពតទៅវាលរេញខេត្តព្រះសីហនុចម្ងាយជាង20គីឡូម៉ែត្រនោះពួកគាត់ត្អូញត្អែពីបញ្ហាដីហុយខ្លាំងនៅរដូវប្រាំងបានបង្កផលប៉ះពាល់ដល់ជីវភាពនិងបញ្ហាសុខភាពធ្ងន់ធ្ងរពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ 3 នៅភូមិតាអោងធំឃុំសាមគ្គីស្រុកព្រៃនប់គឺលោកស្រីលន់ម៉ាលីប្រវត្តិជអាស៊ីសេរីថាបច្ចុប្បន្នគ្រួសាររបស់លោកស្រីនិងពលរដ្ឋផ្សេងទៀតមានជំងឺរលាកផ្លូវដង្ហើមស្ទើរគ្រប់គ្នាដោយសារអ្នកភូមិរស់នៅលីឡំជាមួយធូលីដីលោកស្រីឲ្យដឹងថាសម្ភារៈនៅក្នុងហាងសាឡនរបស់លោកស្រីនៅជាប់នឹងដងផ្លូវប្រឡាក់ដីក្រហមមិនអាចប្រកបមុខរបរបានហើយលោកស្រីបានបង្ខំចិត្តបិទហាងនោះដោយសុកចិត្តស៊ីឈ្នួលគេរកប្រាក់បន្តិចបន្តួចសម្រាប់គ្រប់គ្រងគ្រួសារលោកស្រីលន់ម៉ាលីមិនសប្បាយចិត្តចំពោះផ្លូវដីហុយធ្វើឲ្យប្រជាពលរដ្ឋខាត់បង់ប្រាក់ចំណូលដែលកើតឡើងដដែលដោយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធបែបនេះនោះទេធ្វើតែអ្នកស្លាប់កាត់ទៅអីគាត់ពិបាកហុយអញ្ចឹងតែបើអ្នកនារស់នៅ20គីឡូដីហ្នឹងគឺពិបាកលោកគ្រូអើយពិបាករស់នៅជាងមនុស្សស្លាប់ទៅបាត់ទៀតក្អកខាក់មកសិតតែដីសិតតែទលីទូបើកសាឡនបើកទៅសិតតែដីមានណាគេមកធ្វើទេរត់បានធ្លាក់សេដ្ឋកិច្ចរមបានហើយហុយយ៉ាងទៀតមានណាគេមកនិយាយទៅពិបាករស់នៅពិបាកដូចខ្ញុំនិយាយពិបាកជាងស្លាប់រស់នៅរាល់ថ្ងៃអត់មានដំណោះដោះស្រាយជាជនទាំងអស់ហ្មងស្ងាត់ឆឹងហ្មងស្រដៀងគ្នានេះដែរពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ 3 ម្នាក់ទៀតលោកស្រីហេងស៊ីវហួងប្រវត្តិជអាស៊ីសេរីថារយៈពេលជាច្រើនឆ្នាំមកហើយផ្លូវជាតិលេខ 3 ប្រវែងប្រហែល20គីឡូម៉ែត្ររដ្ឋាភិបាលពុំមានលទ្ធភាពស្ថាបនាជូនពលរដ្ឋនោះទេលោកស្រីដឹងថានៅរដូវប្រាំងឡាននិងម៉ូតូបើកឆ្លងកាត់ដីហុយមើលគ្នាមិនឃើញរីឯនៅរដូវវស្សាវិញផ្នែកខាងលើផ្លូវមានជង្ហុកច្រើននិងមានភក់ពិបាកធ្វើដំណើរបង្កគ្រោះថ្នាក់ចរាចរណ៍និងប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋបើសិនជាអាចគឺបំណងពួកខ្ញុំគឺចង់បានផ្លូវថាមួយខ្សែដែលស្អាតអត់បកជាហុយឬក៏ប៉ះពាល់អញ្ចឹងគាត់ខាងអត់តអាចធ្វើបានទេថាវិការច្រើនអញ្ចឹងសូមឲ្យគាត់ចូលចិត្តទុកដាក់សម្រាប់ប្រជាជនទៅដល់ជាឡានទឹកជួយស្រោចឲ្យរហូតទៅកាត់បន្ថយការហុយកុំឲ្យថាវាហុយខ្លាំងវាអីអញ្ចឹងបាននិយាយចំទៅគឺផ្លូវអត់ស្អាតវាមិនចំទេតែចំបងគូខ្ញុំសុំតែកុំឲ្យហុយទៅគឺវាល្អសម្រាប់ពួកខ្ញុំហីលោកស្រីរអ៊ូថាអ្នកភូមិរស់នៅអមសងខាងផ្លូវពិបាកដកដង្ហើមនិងហូបបាយជាមួយធូលីដីរាល់ថ្ងៃជាងនេះទៅទៀតមនុស្សចាស់កើតជំងឺផ្ដាសាយក្អករលាកផ្លូវដង្ហើមចំណែកក្មេងៗប៉ះពាល់ធ្ងន់ធ្ងរជាងគេដូចជាមានជំងឺរលាកបំពង់ករលាកទាំងសួតជាក់ស្ដែងកូនរបស់លោកស្រីឈឺទៅពេទ្យ2ទៅ3សប្តាហ៍ម្ដងនិយាយទៅឈឺកូនឈឺក្មួយឈឺប្អូនឈឺនិយាយទៅមានតែពាក្យថាឈឺចូលពេទ្យលុយរហមកអត់ដែរសល់ទេមានតែពេលខ្លះអាចទៅខ្ចីគេមកថែមទៀតនិយាយតាមត្រង់គឺសង្ឃថាស្រឡឹងមកកូនយំពួកអីអត់ដឹងថាធ្វើមិនដូចស្ងាបច្ចុប្បន្នគាត់ស្រូបឥឡូវហ្នឹងគាត់ឈឺយើងអាចព្យាបាលគាត់តែអាបញ្ហាតិចតួចទេយើងអត់ដឹងថាថ្ងៃមុខពេលតែគាត់ស្រូបគាត់ទៅខ្លាំងទៅវាអាចនឹងបង្កជាជំងឺអីដែលថាយើងអាចមើលគាត់បានឆ្លើយតបរឿងនេះមេឃុំសាមគ្គីស្រុកព្រៃនប់ខេត្តព្រះសីហនុលោកជឿសេងទទួលស្គាល់ថាកំណត់ផ្លូវជាតិនេះពិតជាហុយបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកចំនួន2ភូមិប្រហែល300គ្រួសារលោកបញ្ជាក់ថាការដោះស្រាយបញ្ហាបន្ទាន់ក្រោយមានប្រតិកម្មពីពលរដ្ឋមកមន្ត្រីនៃមន្ទីរពាក់ព័ន្ធបានបញ្ជូនឡានចំនួន2គ្រឿងមកមូលដ្ឋានរបស់លោកសម្រាប់ស្រោចទឹកលើផ្លូវមួយថ្ងៃ2ដងដើម្បីកាត់បន្ថយហុយជាបណ្ដោះអាសន្នលោកជឿនសេងថានៅឆ្នាំនេះរដ្ឋាភិបាលបានបង្វែរថវិកាទៅពង្រឹងវិស័យសុខាភិបាលក៏ប៉ុន្តែលោកជឿថានៅឆ្នាំក្រោយរដ្ឋាភិបាលនឹងទម្លាក់ថវិកាធ្វើផ្លូវនេះតាមសំណុំពររបស់ពលរដ្ឋជាក់ស្ដែងមកផ្លូវហ្នឹងវាហុយមែនដោយសារទីរួមផ្លូវដីបឹងផ្លូវដីលោកគេតែហុយតែរយៈពីប្រជាពលរដ្ឋគាត់បានស្នើសុំក៏ជារូបរាងជួយតាមដំណងគាត់ដាក់ឡានទឹកត្រោយជាប្រចាំដែររាល់ថ្ងៃនេះគឺវាអាចកាត់បន្ថយហើយបានច្រើនដែរវិទ្យុអាស៊ីសេរីមិនអាចតេតឹងប្រធានអង្គភិបអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែនបូណាដើម្បីសុំការបញ្ជាក់ជុំវិញសំណើនិងក្តីកង្វល់របស់ពលរដ្ឋបានទេនៅថ្ងៃទី14ខែមីនាកំណត់ផ្លូវជាតិលេខ 3 ប្រវែងជាង20គីឡូម៉ែត្រពីចំណុចត្រពាំងរពៅឃុំព្រែកថ្នោតស្រុកឈូកខេត្តកំពតទៅដល់ផ្លូវបំបែកវាលរិញស្រុកព្រៃនប់ខេត្តព្រះសីហនុត្រូវបានជួសជុលជាបន្តបន្ទាប់ប៉ុន្តែកំណត់ផ្លូវជាតិនេះបានរងការខូចខាតទៅវិញឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកសុនចន្ទថុលធ្លាប់លើកឡើងថាបើតាមការសិក្សាបច្ចេកទេសអំពីស្ថានភាពដីគឺការស្ថាបនាផ្លូវត្រូវការចំណាយថវិកាច្រើនលោកអះអាងកាលនោះរដ្ឋាភិបាលត្រូវការកម្ចីពីប្រទេសចិនដើម្បីធ្វើផ្លូវនេះតាមបច្ចេកទេស
ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024លើកទិសដៅការងារឆ្នាំ2025របស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីខែមករាថាលោកមិនផ្ដល់កញ្ចប់ថវិកាប្រមាណ$50 លានតាមការស្នើសុំរបស់ក្រសួងសាធារណការដើម្បីធ្វើកំណត់ផ្លូវជាតិលេខ3នោះទេដោយសារលោកថាកំណត់ផ្លូវនេះអាចប្រើប្រាស់បានលោកហ៊ុនម៉ាណែតបញ្ជាក់ថារដ្ឋាភិបាលត្រូវយកថវិកាជាតិទៅប្រើប្រាស់បំពេញតម្រូវការអាទិភាពលើវិស័យសុខាភិបាលវិញរវាងហេដ្ឋារចនាសម្ព័ន្ធនិងអាយុជីវិតប្រជាជនសុខភាពនិងចំណេះដឹងត្រូវយកអាយុជីវិតសុខភាពចំណេះដឹងឲ្យមុនបាទហេដ្ឋារចនាសម្ព័ន្ធអាចបន្ថយទៅចុះឲ្យមុនខ្ញុំប្រាប់ឲ្យដល់2ប៉ុណ្ណេះអាផ្លូវនោះទុកសិនចុះមិនមែនយើងមិនធ្វើយើងជួសជុលមិនមែនថាយើងមិនគិតពីបងប្អូនហុយដីទេប៉ុន្តែទំហំថវិកានេះយកមកបង្វិលទៅធ្វើពេទ្យ ICU ឲ្យស្រុកដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ60កន្លែងទៀតទឹកស្អាតហើយថែមផ្សេងទៀតប៉ុន្តែនោះយើងនឹងបន្តយើងនឹងធ្វើមួយឆ្នាំយើងនឹងធ្វើបន្តទៀតទៅមុខបាទឧទាហរណ៍ ជុំវិញរឿងនេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកយិនមីងលីមានប្រសាសន៍ថារដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋពីព្រោះការស្ថាបនាផ្លូវនេះនឹងជួយសម្រួលដល់ជីវភាពរស់នៅនិងការពារសុខភាពរបស់ពលរដ្ឋលោកថាបញ្ហាសុខាភិបាលនិងផ្លូវគមនាគមន៍សុទ្ធតែសំខាន់ដូចគ្នាដូច្នេះលោកផ្ដល់យោបល់ថាប្រសិនបើរដ្ឋាភិបាលខ្វះថវិកាសម្រាប់ធ្វើផ្លូវគួរស្វះស្វែងរកដៃគូអភិវឌ្ឍអន្តរជាតិឬម្ចាស់ជំនួយនានាគមនាគមន៍នោះក៏វាពាក់ព័ន្ធទៅនឹងបញ្ហាសុខាភិបាលនេះដែរពីព្រោះកាលណាលើគមនាគមន៍មានបញ្ហាបង្កឲ្យមានជំងឺងាកទៅក៏ទៅប៉ះនឹងសុខាភិបាលដែលនឹងធ្វើឲ្យការចំណាយផ្នែកសុខាភិបាលកាន់តែកើនឡើងថែមទៀតផ្លូវជាតិលេខ3មានទាំងប្រជាពលរដ្ឋនិងភ្ញៀវទេសចរធ្វើដំណើរតាមឡាននិងម៉ូតូជាពិសេសមានឡានដឹកទំនិញធំៗបើកឆ្លងកាត់ទៅវិញទៅមករាល់ថ្ងៃជួយជំរុញកំណើនសេដ្ឋកិច្ចនិងទេសចរជាតិអ្នកភូមិរស់នៅតាមបណ្ដោយផ្លូវនេះអះអាងថាពួកគាត់រស់នៅទាំងលំបាកវេទនាដូចជាហូបបាយជាមួយលំអងធូលីដីសិស្សសាលាអង្គុយរៀនហិតដីហើយអ្នកខ្លះកើតជំងឺផ្លូវដង្ហើមនិងរមាស់ជាដើមអ្នកភូមិស្នើឲ្យអាជ្ញាធរស្រោចទឹកតាមដងផ្លូវជាបណ្ដោះអាសន្ននិងស្នើឲ្យពន្លឿនសាងផ្លូវឲ្យបានឆាប់ដើម្បីការពារសុខភាពនិងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋហើយពួកគាត់ប្រមានថានឹងនាំគ្នាចេញបិទផ្លូវរកដំណោះស្រាយប្រសិនបើរដ្ឋាភិបាលមិនជួយអន្តរាគមន៍អំពីសំណើរបស់ពលរដ្ឋទេនោះខ្ញុំច័ន្ទដារ៉ូវិទ្យុអាស៊ីសេរីលោកអ្នកនាងជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងរបស់វិទ្យុអាស៊ីសេរីនៅព្រឹកនេះចប់ត្រឹមតែប៉ុណ្ណេះយើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទយ៉ងច័ន្ទដារាព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលា